ជំពូកទី8ព្រះសទ្ធុតយាងចេញសាងភ្នោះនេះគឺជាការធ្វើដំណើរមួយយ៉ាងវែងលិចវាលចូលព្រៃលិចព្រៃចូលវាលរហូតដល់ថ្ងៃរះទើបព្រះអង្គម្ចាស់សទ្ធុតនិងឆាណាមាតបានឆ្លងផុតព្រំដែននគរទាំង3គឺកបិលពស្តុ1សាវត្ថី1និងវេសាលី1អស់ចម្ងាយផ្លូវ30យោជន៍ប្រមាណជា218គីឡូម៉ែត្រនិងឆ្លងកាត់ស្ទឹងអណោមាមុននឹងស្ដេចយាងទៅដល់មាត់ព្រៃស្ដុកមួយឈ្មោះអនុពិយមពវ័ននៅក្នុងដែនមលៈនៅក្នុងរដ្ឋពិហាសពថ្ងៃនេះព្រះអង្គម្ចាស់សទ្ធុតទ្រង់លោតចុះអំពីខ្នងសេះកន្ធកៈហើយទ្រង់ថ្លែងអំណរគុណដល់សេះនោះថាកន្ធកៈសំឡាញ់ខ្ញុំអរគុណឯងច្រើនណាស់ដែលអ្នកបានជូនដំណើរខ្ញុំមកដល់ទីនេះអចិន្យកន្ធកៈក៏ងើបក្បាលអង្រុនហើយសម្លឹងទៅកាន់ព្រះអង្គវិញដោយយកចិត្តទុកដាក់និងពេញចិត្តជាទីបំផុតព្រះអង្គម្ចាស់សទ្ធុតបានដកព្រះខ័នចេញពីស្រោមដែលចងភ្ជាប់នឹងកែបសេះរួចទ្រង់ចាប់ក្របួចព្រះមូលីភ្នួងសក់ដោយព្រះហស្ថឆ្វេងកាត់ព្រះកេសាសក់ឲ្យនៅខ្លីស្មើនឹងត្រឹមរឹសឬក៏ត្រឹម2ធ្នាប់ទ្រង់ហុចព្រះមូលីព្រមទាំងព្រះខ័ននោះទៅឲ្យឆាណាមាតបន្ទាប់មកព្រះអង្គដោះខ្សែព្រះសុរងហុចទៅឲ្យមុននឹងមានព្រះបន្ទូលថាឆាណាមាតសូមបងប្រុសយករបស់ទាំងអស់នេះទៅថ្វាយដល់ព្រះវរបិតាខ្ញុំផងនិងបង្គំទូលព្រះអង្គឲ្យទុកប្រតិយលើខ្ញុំចុះខ្ញុំមិនមែនជាអ្នករត់ចោលផ្ទះដើម្បីគេចវេះនៅការទទួលខុសត្រូវនៅការងាររបស់ខ្ញុំទេខ្ញុំមកទីនេះក្នុងនាមនៃមនុស្សទាំងឡាយនិងសម្រាប់សពសត្វលោកសូមបងប្រុសជួយអង្វរលួងលោមដល់ព្រះវរបិតាព្រះវរមាតានិងអូនពំពាយសោធរាជំនួសខ្ញុំផងពេលលើកដៃទទួលខ្សែព្រះសុរងជាចុងក្រោយនាយឆាណាមាតស្រក់ទឹកភ្នែកតក់តក់ហើយក៏បង្គំទូលវិញយ៉ាងរអាក់រអួលថាបបិទ្ធព្រះអង្គម្ចាស់រាល់ព្រះអង្គនឹងព្រួយព្រះហឫទ័យខ្លាំងហើយចំពោះព្រះអង្គទូលព្រះបង្គំមិនដឹងជាយកពាក្យអ្វីទៅពណ៌នាទូលដល់ព្រះមហាក្សត្រនិងព្រះមហាក្សត្រិយានីព្រមទាំងព្រះនាងពំពាដែលជាព្រះមហេសីរបស់ព្រះអង្គបានឡើយបបិទ្ធព្រះអង្គម្ចាស់តើព្រះអង្គផ្ទុំនៅក្រោមដើមឈើដោយតើបរិស័យមិនដេចនឹងកើតបើក្នុងជីវិតរបស់ព្រះអង្គស្ទើរតែពុំដែលស្គាល់អ្វីក្រៅអំពីសាយនានិងផាហ៊ុមដ៏ទន់ល្មើយនិងកក់ក្ដៅដូច្នេះសោះនោះព្រះសទ្ធុតទ្រង់មានព្រះបន្ទូលដោយព្រះភ័ក្ត្រញញឹមថាកុំបារម្ភអីឆាណាមាតមនុស្សដទៃគេរស់នៅយ៉ាងណាកើតខ្ញុំក៏អាចរស់នៅបានដូចគេយ៉ាងនោះដែរសូមទុកឲ្យខ្ញុំនៅទីនេះម្នាក់ឯងសិនចុះមិនអីទេព្រះសទ្ធុតយកព្រះហស្ថអង្អែលក្បាលអចិន្យកន្ធកៈម្ដងទៀតហើយព្រះអង្គមានព្រះវិចារថាកន្ធកៈសំឡាញ់ឥឡូវនេះចូលអ្នកវិលទៅវាំងជាមួយនឹងឆានអាមាតវិញចុះកាលចេញដំណើរផុតពីរង្វង់ចក្ខុព្រះសទ្ធុតមកសេះកន្ធកៈដែលមានចិត្តនឹកស្រណោះអាឡោះអាល័យម្ចាស់ខ្លាំងពេកក៏បែកទ្រូងស្លាប់នៅពេលនោះទៅចំណែកឯឆាណាមាតកាលបើសេះកន្ធកៈបែកទ្រូងស្លាប់ហើយក៏ស្ពាយបង្វិចត្រឡប់ទៅនគរវិញដោយក្តីទោមនស្សយ៉ាងក្រៃលែងមួយស្របក់ក្រោយមកមានបុរសម្នាក់ដើរចេញពីក្នុងព្រៃមកនៅពេលនោះព្រះអង្គក្រឡេកឃើញដំបូងព្រះសទ្ធុតស្មាននៅក្នុងព្រះចិន្តាថាជាព្រះសង្ឃពីព្រោះបុរសនោះស្លៀកពាក់ដូចជាអ្នកបួសនៅពេលដែលបុរសនោះដើរមកជិតដល់ទើបព្រះអង្គទតឃើញបុរសនោះកាន់ធ្នូនិងមានបំពង់ព្រួញពាក់ឈៀងនៅពីក្រោយខ្នងផងព្រះសទ្ធុតទ្រង់ត្រាស់សួរថាមនាលសំឡាញ់តើអ្នកជាពានព្រៃមែនឬទេបុរសក៏តបឆ្លើយថាបាទទានប្រុសខ្ញុំបាទនេះជាព្រានព្រៃមែនហើយទានបើអ្នកជាព្រានហេតុអ្វីបានជាអ្នកស្លៀកពាក់ដូចជាអ្នកបួសយ៉ាងដូច្នោះព្រានញញឹមហើយឆ្លើយតបថាដោយសារតែសម្លៀកបំពាក់នេះហើយដែលមិនធ្វើឲ្យសត្វទាំងឡាយផ្អើលនឹងរូបខ្ញុំ
ហើយខ្ញុំបាទក៏អាចបាញ់វាបានយ៉ាងស្រួលព្រះអង្គម្ចាស់សទ្ធុតងក់ព្រះសិរៈបង្ហាញការយល់ព្រមរួចទ្រង់មានព្រះបន្ទូលទៀតថាមនាលព្រានតើអ្នកសុខចិត្តបដូរខោអាវរបស់អ្នកជាមួយនឹងសម្លៀកបំពាក់របស់ខ្ញុំនេះបានដែរឬទេព្រានព្រៃសួរបញ្ជាក់ថាតើលោកប្រកាសជាចង់ដូរមែនឬព្រះអង្គម្ចាស់សទ្ធុតឆ្លើយថាប្រកាសណាស់ហើយគ្រាន់តែលក់សម្លៀកបំពាក់ទាំងអស់នេះក៏អ្នកអាចបានប្រាក់គ្រប់គ្រាន់សម្រាប់ចាយវាយក្នុងការចិញ្ចឹមជីវិតដែរអ្នកមិនចាំបាច់ដើរបាញ់សត្វទៀតឡើយដោយខ្ញុំមានប្រាថ្នាចង់បួសជាព្រះសង្ឃទើបខ្ញុំត្រូវការសម្លៀកបំពាក់បែបព្រានឯងនេះណាបន្ទាប់ពីបានបដូរសម្លៀកបំពាក់ជាមួយព្រះអង្គម្ចាស់សទ្ធុតរួចមកព្រានព្រៃនោះសប្បាយចិត្តហក់កញ្ឆេងរួចហើយក៏ដើររូតរះយ៉ាងលឿនចេញបាត់ទៅឥឡូវនេះព្រះសទ្ធុតទ្រង់មានអាការៈខាងក្រៅដូចជាបព្វជិតមួយអង្គហើយព្រះអង្គយាងចូលទៅក្នុងព្រៃនោះដើម្បីរកម្លប់ឈើគង់ក្នុងនាមជាបព្វជិតឥតទីជម្រកព្រះអង្គទ្រង់គង់នៅក្នុងរបៀបសមាធិដើម្បីក្រេបយកសេរីភាពនិងគំនិតធម្មជាតិដែលព្រះអង្គបានទទួលជាលើកដំបូងនៅពេលដែលយាងមកដល់ក្នុងព្រៃនេះនៅពេលព្រះអង្គបើកព្រះនេត្រឡើងស្រាប់តែព្រះសទ្ធុតទតឃើញព្រះសង្ឃមួយអង្គឈរនៅនឹងថ្កល់នៅចំពោះព្រះភ័ក្ត្រព្រះអង្គព្រះសង្ឃនោះមានព្រះភ័ក្ត្រនិងព្រះកាយស្គមស្គាំងហាក់រស់នៅក្នុងជីវភាពដ៏ក្រៀមក្រោះដែលមានព្រះនាមថាភគវីព្រះសមណសទ្ធុតទ្រង់ធ្វើគារវកិច្ចថ្វាយបង្គំហើយសួរថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះករុណាធ្វើដំណើរទៅកាន់ទិសខាងត្បូងនេះក្នុងគោលបំណងស្វែងរកអាស្រមតាបសអាឡារៈកាឡាមកូតព្រះសង្ឃអង្គនោះបានទូលព្រះសមណសទ្ធុតថារូបអាត្មាផ្ទាល់ក៏ត្រូវជាសិស្សរបស់អាឡារៈតាបសដែរព្រះសង្ឃភគវីមានការសប្បាយចិត្តយ៉ាងខ្លាំងកាលដែលបានឮថាព្រះសទ្ធុតទ្រង់មានបំណងចង់ទៅជួបជាមួយនឹងអាឡារៈតាបសដែលជាគ្រូរបស់ព្រះអង្គសមណទាំងពីរអង្គក៏ធ្វើដំណើរចូលទៅកាន់សំណាក់អាឡារៈតាបសក្នុងព្រះដំណើរតាមផ្លូវព្រះសង្ឃភគវីឆ្លៀតឱកាសពន្យល់ព្រះសមណសទ្ធុតអំពីចំណីអាហារណាដែលអាចឆាន់បានដូចជាផ្លែស្លឹកឬឫសរុក្ខជាតិជាដើមព្រះសមណសទ្ធុតបានសង្កេតមើលនៅរបៀបប្រតិបត្តិតបៈនៃព្រះសង្ឃភគវីនោះ9ថ្ងៃកន្លងមកទើបសមណទាំងពីរអង្គនិមន្តដល់អាស្រមអាឡារៈតាបសដែលស្ថិតនៅជិតអនុពយមពវ័នអាឡារៈតាបសមានប្រជជនប្រហែល70ឆ្នាំហើយមានព្រះកាយស្គាំងស្គមមិនសូវមានកម្លាំងមាំមួនទេប៉ុន្តែព្រះនេត្ររបស់ព្រះអង្គភ្លឺចាំងឆ្លុះរស្មីនិងមានសំឡេងឮសូរខ្ទរដូចរគាំងអាឡារៈតាបសគង់នៅក្នុងខ្ទមប្រក់ស្បូវជាមួយនឹងសាវករបស់ព្រះអង្គចំនួន400រូបទៀតអាឡារៈតាបសបានទទួលព្រះសទ្ធុតធ្វើជាសាវករបស់ព្រះអង្គនៅក្នុងថ្ងៃដែលទៅដល់នោះតែម្ដងព្រឹកស្អែកឡើងព្រះសទ្ធុតទ្រង់ទទួលបានបាតមួយនឹងត្រូវបានអាឡារៈតាបសបង្រៀនឲ្យចេះត្រាច់ដើរបិណ្ឌបាតផងព្រះសមណសទ្ធុតរៀនទ្របាតដើរឈរទ្រង់បាតនិងសូត្រធម៌ជូនពរដល់អ្នកប្រគេនចង្ហាន់ថ្ងៃដំបូងនៃការត្រាច់បិណ្ឌបាតនៅក្នុងក្រុងវេសាលីព្រះអង្គទទួលបានចង្ហាន់ជាបាយនិងសម្លការីល្មមតែមួយចំអែតអាឡារៈតាបសបានបង្រៀនសមណសទ្ធុតដោយយកចិត្តទុកដាក់បំផុតនៅរបៀបធ្វើចង្ក្រមភាវនាក្នុងសំណាក់របស់អាឡារៈតាបសនេះព្រះអង្គរៀនឈានបានសម្រេចត្រឹមសមាបត្តិទី7ក្នុងសមាបត្តិទី8គឺរូបឈាន4និងអរូបឈាន3មនុស្សយើងគ្រប់រូបតែងគ្របសង្កត់ដោយចិត្ត10យ៉ាងគឺភាវនន្តៈ5និងមហានន្តៈ5និវរណៈ5ភាវនន្តៈ5បានដល់សមាធិ1គឺចិត្តមូលតែមួយបៃតិ1ចិត្តអំណរខ្លាំងវិតកៈ1ចិត្តត្រេះរិះនៅក្នុងកម្មដ្ឋានវិចារៈ1ពិចារណាដោះខាត់ចិត្តនិងសុខៈ1សេចក្តីសុខកាយសប្បាយចិត្តនិងមហានង្គៈ
ឬនិវរណៈ5បានដល់កាមឆន្ទៈ1ចិត្តត្រេកត្រអាលក្នុងកាមគុណព្យាបត្តៈ1ចិត្តគុំគួនព្យាបាទគេថៃនមិទ្ធៈ1ចិត្តធុញទ្រាន់ឬងោកងុយខ្លាំងនិងឧទ្ធចៈកុកចៈ1ចិត្តរាយមាយសាវានិងវិជិកិច្ឆា1គឺចិត្តសង្ស័យស្ទាក់ស្ទើរអ្នកដែលបានសម្រេចបឋមឈានបានលះបង់ចោលនៅនិវរណៈ5នៅសល់តែភាវនាង្គៈ5គឺសមាធិបៃតិវិតកៈវិចារៈនិងសុខៈប៉ុណ្ណោះព្រះសមណសិទ្ធត្ថទ្រង់បានសម្រេចឈានមួយនេះរួចហើយក្នុងបណ្ដាភាវនាង្គទាំង5វិតកៈនិងវិចារៈជាធម៌ដែលមានសភាពក្រោធក្រៀតនៅឡើយពីព្រោះអាចធ្វើឲ្យចិត្តវិលវល់បានត្រូវតែព្យាយាមបំបត្តិវិតកៈនិងវិចារៈចេញឲ្យនៅសល់តែសមាធិបៃតិនិងសុខៈកាលបើសម្រេចដូច្នេះបានឈ្មោះថាជាអ្នកបានសម្រេចទុតិយឈានព្រះសិទ្ធត្ថបានសម្រេចនៅឈានទី2នេះរួចហើយបៃតិក៏ជាធម៌ដែលនៅមានសភាពក្រោធក្រៀតដែរជៀសវាងការនាំមកនៅធម្មជាតិអាក្រក់ដល់ចិត្តត្រូវតែព្យាយាមលះបៃតិនេះចេញទៀតឲ្យនៅសល់តែសមាធិនិងសុខៈអ្នកដែលបានសម្រេចផលក្នុងថ្នាក់នេះឈ្មោះថាបានសម្រេចតតិយឈានព្រះសមណសិទ្ធត្ថទ្រង់បានសម្រេចនៅឈានទី3នេះរួចហើយសេចក្តីសុខក៏នៅមានសភាពក្រោធក្រៀតដែរព្រោះសុខនិងទុក្ខជាគូនឹងគ្នាបើសុខមានទុក្ខក៏គង់នឹងមានដូច្នេះត្រូវតែព្យាយាមលះនៅសេចក្តីសុខនេះចេញទៀតឲ្យនៅសល់តែសមាធិដែលកើតអំពីចិត្តឧបេក្ខាគឺចិត្តប្រងើយមិនរវល់នឹងអ្វីទាំងអស់ប៉ុណ្ណោះការដំកល់ចិត្តនឹងតែមួយហៅថាឯកកតាអ្នកបានសម្រេចផលថ្នាក់នេះឈ្មោះថាបានសម្រេចចតុតឈានព្រះសមណសិទ្ធត្ថទ្រង់បានសម្រេចឈានទី4នេះហើយអរូបឈានទី1ហៅថាអាកាសនញ្ចយតនឈានគឺការពិចារណាឃើញនៅបដិភាគនិមិត្តធ្វើឲ្យចិត្តនៅមូលតែមួយសម្ភារៈនិងធម៌ទាំងឡាយដែលធ្លាប់មើលឃើញត្រូវបានសាត់ចេញឲ្យអស់ពីអារម្មណ៍និងពិចារណារហូតដល់ឃើញតែអាកាសទទេគ្មានអ្វីសោះមិនបានទាំង3ថ្ងៃស្រួលបួលផងព្រះសមណសិទ្ធត្ថទ្រង់បានសម្រេចនៅអរូបឈានទី1នេះដោយជោគជ័យអរូបឈានទី2ហៅថាវិញ្ញាណញ្ចយតនឈានគឺយកឈានជាអារម្មណ៍ដោយគិតថាវត្ថុទាំងអស់នៅក្នុងលោកសុទ្ធតែកើតឡើងចេញអំពីសតិរបស់យើងព្រះសិទ្ធត្ថបានសម្រេចអរូបឈានទី2នេះយ៉ាងឆាប់រហ័សបំផុតព្រះអង្គទតឃើញវត្ថុទាំងអស់នៅក្នុងលោកមានទំនាក់ទំនងគ្នាទៅវិញទៅមកដូចជាក្រឡាសំណាញ់តែព្រះអង្គនៅមិនទាន់អស់ចិត្តសោះក៏ចូលទៅទូលសួរអឡារតាបោះឲ្យពន្យល់បន្ថែមទៀតអឡារតាបោះសម្លឹងទៅកាន់ព្រះសមណសិទ្ធត្ថដោយគោរពនិងពន្យល់ថាសិទ្ធត្ថព្រះអង្គចិត្តបានសម្រេចគោលដៅហើយសូមព្រះអង្គបន្តភាវនាលើធម៌ទាំងឡាយដែលកើតចេញអំពីចិត្តរបស់យើងថែមទៀតអ្វីៗទាំងអស់នៅក្នុងលោកកើតចេញពីចិត្តរបស់យើងនិងចិត្តរបស់យើងក៏ជាប្រភពនៃវត្ថុទាំងអស់នោះដែររូបក្លិនរសផោតដ្ឋัพពៈនិងធម្មអារម្មណ៍ដូចជាក្តៅនិងត្រជាក់រឹងនិងទន់វត្ថុទាំងអស់នេះសុទ្ធតែកើតចេញពីចិត្តរបស់យើងសមណសិទ្ធត្ថនៅមានមេរៀនមួយទៀតដែលអ្នកត្រូវបំពេញមេរៀនទី3នេះឈ្មោះថាអកញ្ចញ្ញាយតនឈានគឺការពិចារណាដោយមើលឃើញថាគ្មានអ្វីជាអារម្មណ៍ឬគ្មានសម្ភារៈនិងធម៌ឯណាស្ថិតនៅខាងក្រៅចិត្តរបស់យើងឡើយក្នុងរយៈមិនដល់1ខែស្រួលបួលផងព្រះសមណសិទ្ធត្ថបានសម្រេចអរូបឈានទី3នេះដោយជោគជ័យទៀតព្រះអង្គបន្តភាវនាយ៉ាងជ្រៅទៅក្នុងរូបកាយនិងចិត្តរបស់ព្រះអង្គអស់ចំនួនច្រើនអាទិត្យបន្តទៀតប៉ុន្តែព្រះអង្គក៏នៅតែមិនសប្តិប្រតិដោយព្រះអង្គយល់ឃើញថានេះមិនមែនជាផ្លូវនៃពន្លឺត្រាស់ដឹងអាឡារតាបោះពោលសរសើរព្រះសមណសិទ្ធត្ថថាសមណសិទ្ធត្ថព្រះអង្គជារង្វាន់មួយដ៏វិសេសវិសាលណាស់ព្រះអង្គបានសម្រេចនៅកម្រិតវិជ្ជាខ្ពស់បំផុតដែលអាត្មាបានបង្រៀន
វិជ្ជាទាំងអស់ដែលអាត្មាបានសម្រេចព្រះអង្គក៏បានសម្រេចដែរដូច្នេះយើងទាំងពីរនាក់គួរចាប់ដៃគ្នាបង្ហាត់បង្រៀនសិស្សនិងគ្រប់គ្រងគណៈនេះជាមួយគ្នាបន្តទៅមុខទៀតព្រះសមណសិទ្ធត្ថឥតមានព្រះបំណងចង់ធ្វើជាអ្នកដឹកនាំសង្គមឬនយោបាយជាតិទេក៏ប៉ុន្តែជាអ្នកស្វែងរកពន្លឺត្រាស់ដឹងដ៏ពិតប្រាកដព្រះអង្គក៏ថ្វាយបង្គំលាអាឡារតាបសដោយពោលពាក្យយ៉ាងនេះថាបបិទ្ធព្រះអង្គដ៏ចម្រើនភាវៈនៃវិស័យដែលមិនតាក់ទងទៅនឹងសម្ភារៈមិនមែនជាគោលបំណងចុងក្រោយដែលខ្ញុំព្រះអង្គត្រូវការស្វែងរកនោះទេសូមព្រះដៃជាគុណទទួលអំពីខ្ញុំព្រះអង្គនៅគារវៈភក្តីដ៏ជ្រាលជ្រៅបំផុតចំពោះការជួយឧបត្ថម្ភនិងទំនុកបម្រុងរបស់ព្រះអង្គប៉ុន្តែឥឡូវនេះខ្ញុំព្រះអង្គសូមសេចក្តីអនុញ្ញាតលាចាកអំពីគណៈនេះដើម្បីទៅស្វែងរកអរិយសច្ចធម៌នៅទីកន្លែងដទៃផ្សេងទៀតព្រះអង្គបានខំបង្ហាត់បង្រៀនខ្ញុំព្រះអង្គយ៉ាងអស់សមត្ថភាពក្នុងរយៈប៉ុន្មានខែកន្លងមកនេះខ្ញុំព្រះអង្គសូមសម្ដែងនៅការដឹងគុណដ៏ជ្រាលជ្រៅនិងស្មោះត្រង់ជាទីបំផុតដែលមិនអាចបំភ្លេចព្រះគុណនេះបានឡើយអាឡារតាបសមើលទៅហាក់ដូចជាមានការអអន់ប្រតិយដែរតែធ្វើដូចម្ដេចបើព្រះសមណសិទ្ធត្ថបានសម្រេចព្រះហឫទ័យរួចបាត់ទៅហើយព្រឹកស្អែកឡើងព្រះសមណសិទ្ធត្ថក៏ចាប់ផ្ដើមចេញព្រះដំណើរតែម្ដងចប់ជំពូកទី8